ngàyនេះធ្វើនំបញ្ចុកខ្មែរសឡប្រហើរតើបងប្អូនតើមើលពីវិធីខ្ញុំសឡនិយាយទៅគឺខ្ញុំធ្វើសឡប្រហើរក៏ដោយធ្វើអីក៏ដោយគឺថាខុសគ្នារត់ទៅដល់លើកនេះគឺថាអត់មានគល់អក្រីទេគឺថែមជាមួយនឹងស្លឹកក្រូចហើយខ្ញុំដាក់ជាមួយនឹងតាគៀកមាន់ហានេះគឺទឹកប្រហុកដែលខ្ញុំបានស្ងោរខ្លួនឯងបងប្អូនហើយបើសិនជាបងប្អូនមានប្រហុកខ្មែរយើងដាក់ប្រហុកខ្មែរទៅហើយចំពោះគ្រឿងវាគឺមានតែល្មៀតខ្ជាហើយនឹងខ្ទឹមទេហើយបងប្អូនកិនវាល្អិតចឹងទៅហើយខ្ញុំប្រើជាមួយនឹងសណ្តែកដីចឹងសណ្តែកដីនេះគឺខ្ញុំទិញមកពី Costco គឺគេធ្វើឆ្អិនស្រាប់តែម្ដងវាធូរថ្លៃហើយវាឆ្ងាញ់ហើយវាស្រួលទៀតហើយបន្ទាប់ពីបងប្អូនស្ងោរមាន់ឆ្អិនមកហើយយកវាមកបេះសាច់ហើយយើងយកទៅកិនវាឲ្យល្អិតល្អបងប្អូនចាំទុកឲ្យត្រជាក់ចាំកិនក៏បានដែរប៉ុន្តែដោយសារតែខ្ញុំបន្ទាន់អញ្ចឹងខ្ញុំធ្វើអត់ទាំងក្តៅទៅក្តៅអញ្ចឹងណាហើយសម្រាប់ទឹកប្រហុកនោះគឺវារាងខ្មៅទៅយាយដោយសារតែយើងធ្វើខ្លួនឯងហើយបន្ទាប់ពីបងប្អូនកិនរួចហើយយកអាហ្នឹងមកដាក់លីគ្នាទាំងអស់មកហើយសណ្តែកដីដែលយើងបានបុកអំបាញ់មិញហ្នឹងគឺយកមកដាក់លីជាមួយគ្នាហើយយើងដាក់គ្រឿងទៅស្ករសម្សៅស៊ុបអីចឹងណាសម្រាប់ខ្ទិះដូងនេះបងប្អូនអើយបកឥណ្ឌូនេស៊ីឆ្ងាញ់មែនទែនហ្មងខ្ញុំសឹងតែអង្គុយហត់ដូចយើងផឹកទៅដោះគោផឹកទឹកហ្មងគឺថាលក្ខណៈដូចដូងក្អូបហ្នឹងហើយគឺឆ្ងាញ់មែនតើសាប់ចូលគ្នាបងប្អូនដាក់ភ្លើងកម្ដៅឲ្យវាពុះហើយបងប្អូនកុំបិទក្របហើយកូរវាផងបើមិនជាយើងអត់កូរទេវាផុលហើយបន្ទាប់មកគឺយើងយកទៅញ៉ាំបានហើយតែប៉ុណ្្នឹងឯង